ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នារីករាយបានប្រជុំបិណ្ឌទាំងអស់គ្នាសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកចាឲ្យថ្ងៃនេះផងដែរនេះខ្ញុំបានវិចអន្សមចាបងប្អូនចាខុសទោះត្រង់ណាអីសូមខន្តីអភ័យទោសផងដែរចាឲ្យសម្រាប់ការវិចអន្សមរបស់នេះខ្ញុំថ្ងៃនេះគឺអាចនិយាយបានថាទទួលបានជោគជ័យចាដោយសារតែយើងអត់មានធ្លាយអង្គអីចេញនៅពេលដែលយើងស្ងោរអញ្ចឹងណាបងប្អូនចានៅពេលដែលនៅស្រុកខ្មែរបងប្អូនអត់ចេះនឹកឃើញឃ្លានសមទេស្រាប់តែមកនៅស្រុកគេអញ្ចឹងស្រាប់តែនឹកឃើញឃ្លានសមឃ្លានអីចម្លែកប្លែកតែម្ដងណាចាបើយើងនៅស្រុកខ្មែរគឺទិញគេហូបគឺមិនខ្វះទេបងប្អូនចាហើយនេះគឺនេះខ្ញុំថ្ងៃនេះដោយសារតែមានថ្ងៃល្អបងប្អូនចានេះខ្ញុំក៏បានដាក់ស្លឹកចេកហាលតែម្ដងហាលឲ្យចំពន្លឺថ្ងៃចានេះគឺជាថ្ងៃពេលព្រឹកម៉ោង8 9ព្រឹកបងប្អូននេះខ្ញុំហាលប្រហែលជា1ម៉ោង2ម៉ោងអីអញ្ចឹងចាគឺល្មមតែម្ដងចាសម្រាប់បើយើងអត់មានថ្ងៃទេយើងអាចយកស្លឹកចេកយើងយកទៅដាក់នៅក្នុង microwave ឬមួយក៏ឆ្អើរភ្លើងអីអញ្ចឹងណាបងប្អូនចាហើយនេះគឺជាអង្គរដំណើបនេះខ្ញុំត្រាំទុកចំនួនរយៈពេល4ទៅ5ម៉ោងពេលព្រឹកឡើងចាហើយស្ដាយក៏នេះខ្ញុំត្រាំទុកហើយដែរត្រាំទុកមួយយប់ហើយនេះគឺសាច់ជ្រូកស្នូសាច់ជ្រូក3ជាន់ចាគ្រឿងផ្សំគឺមិនជាច្រើនអីទេគ្រាន់តែថាយើងត្រូវចំណាយពេលយូរអញ្ចឹងណាបងប្អូនអង្គរដំណើបចានេះខ្ញុំត្រាំរយៈពេល4ម៉ោងចាមុននឹងត្រាំហ្នឹងបងប្អូនលាងវាឲ្យស្អាតឲ្យទឹកថ្លាតែម្ដងចាមុននឹងត្រាំហើយរយៈពេល4ម៉ោងត្រាំហើយលាងវាឲ្យស្អាតទៅហើយយកមកសម្រស់ទឹកវាឲ្យស្ងួតចាតិចទៀតនេះខ្ញុំនឹងយកអង្គរដំណើបយើងនេះយកទៅឆាជាមួយនឹងខ្ទិះដូងចាដើម្បីឲ្យយើងស្ងោរទៅវាឆាប់ឆ្អិនអញ្ចឹងណាចាបងប្អូនសម្រាប់បងប្អូនវិចសមអង្គរឆៅចាក៏ជាវិធីសាស្ត្រមួយចាវាមានច្រើនរបៀបបងប្អូនចាបងប្អូនអាចវិចកឆៅឬមួយក៏យើងយកអង្គរទៅឆាហ្នឹងរបៀបផ្សេងគ្នាអញ្ចឹងនេះខ្ញុំយករបៀបឆាអង្គរទៅដើម្បីឲ្យវិចយើងស្ងោរទៅវាឆាប់ឆ្អិនគឺជាសាច់ជ្រូក3ជាន់ស្នូលបងប្អូនខ្ញុំប្រឡាក់គ្រឿងហើយគ្រឿងក៏យើងអត់មានប្រឡាក់គ្រឿងឲ្យដិតខ្លាំងដែរបងប្អូនចានេះខ្ញុំបុកខ្ទឹមសហើយនឹងម្រេចយើងទៅបុកអញ្ចឹងណាដើម្បីឲ្យវាឆ្ងាញ់យកទៅកិនក៏អត់ឆ្ងាញ់យើងយកទៅច្រាមអត់ឆ្ងាញ់ដែរស្រាប់ខ្ទឹមសហើយនឹងម្រេចចាត្រូវតែបុកចាហើយនេះខ្ញុំប្រើសាច់ជ្រូកប្រហែលជា2ខាំបងប្អូន3ជាន់ចាហើយយើងយកស្បែកចេញទៅយើងវាមកល្មមស្នូលដែលយើងចង់បានអញ្ចឹងណាទូធំអីចឹងណាបងប្អូនចាហើយគ្រឿងដែលនេះខ្ញុំដាក់នេះមានខ្ទឹមសចាហើយនឹងម្រេចបុកទៅហើយដូចជាប្រេងខ្យងម្សៅស៊ុបមាន់អំបិលចាហើយនឹងទឹកស្អ៊ីវបន្តិចបន្តួចចាដើម្បីទឹកស្អ៊ីវដាក់ទៅដើម្បីវាមានពណ៌ក្រហមស្អាតចឹងហើយវាឈ្ងុយចាហើយគ្រឿងដូចនេះខ្ញុំជម្រាបចឹងគឺអត់ប្រើគ្រឿងដិតទេយើងប្រឡាក់មកឡំចឹងណាបងប្អូននេះតាមចំណូលជាតិយើងញ៉ាំគ្រួសារចានេះខ្ញុំដាក់ស្មានសម្រាប់បរិមាណសាច់ចាបងប្អូនហើយខ្លះសេមកយកចឹងទៅដើម្បីឲ្យវាងុំឆ្ងាញ់បើយើងប្រឡាក់ភ្លាមវិចភ្លាមគឺសាច់របស់យើងអត់ងុំឆ្ងាញ់ទេតែនេះគឺជាសាច់ដូងខ្ញុំទិញដូងចាស់បងប្អូនហើយយកមកកោសយកសាច់បែបនេះដើម្បីយើងឆាជាមួយនឹងកយើងនឹងពេលឆាមួយកនេះវាឈ្ងុយបងប្អូនចាវាឈ្ងុយមានជាតិខ្ទិះចាហើយនេះគឺជាខ្ទិះដូងដែលឆាជាមួយកដែរ3មុខទាំងដាក់យើងដាក់អំបិលតិចតួចចូលក្នុងពេលយើងឆាបងប្អូនប៉ុណ្ណាចានេះសាច់ស្នូលខ្ទិះដូងចាហើយនឹងសាច់ដូងចាឥឡូវនេះគឺដល់វគ្គនេះខ្ញុំឆាអង្គចាបងប្អូនខ្ញុំបែងចែកជា2ផ្នែកគឺទី1នេះខ្ញុំឆាអង្គសម្រាប់វិចអន្សមចេកនេះខ្ញុំចំហុយចាហើយនៅពេលនឹងឆាហ្នឹងនាងខ្ញុំដាក់អំបិលនៅក្នុងខ្ទិះដូងយើងតិចចាហើយដាក់ស្ករចាយើងដាក់មកល្មមទៅស្ករសរបស់យើងកូរទៅក្នុងខ្ទិះដូងចាហើយនេះគឺជាអង្គដំណើបនេះខ្ញុំសម្រាប់វិចអន្សមចេកចាហើយដែលបាននេះខ្ញុំបាញ់ចាយអញ្ចឹងគឺនៅពេលដែលវិចអន្សមចេកចំហុយនឹងខ្ញុំឆាឲ្យរៀងឆ្អិនឲ្យយើងយូរបន្តិចសិនណាបងប្អូនចាពីព្រោះឲ្យយើងចំហុយយើងអត់ស្ងោរដូចអន្សមជ្រូកទេចាហើយនេះខ្ញុំក៏បានបន្ថែមនៅសាច់ដូងដែលយើងកោសហ្នឹងចាគឺយើងឆាយើងយូរបន្តិចបងប្អូនអញ្ចឹងបានខ្ញុំទៅបែងចែកអង្គសម្រាប់ចេកហើយនឹងបិញសំចេកនិងអង្គសម្រាប់ឆាសម្រាប់បិញនំអន្សមជ្រូកចានេះគឺជាវគ្គទី2ដែលនេះខ្ញុំឆាអង្គសម្រាប់បិញអន្សមជ្រូកចានេះខ្ញុំដាក់ខ្ទិះដូងហើយដាក់អំបិលដូចគ្នាដើម្បីឲ្យមានជាតិឡំចាហើយវាកូរទៅហើយដោយឡែកខុសគ្នាត្រង់ថានេះខ្ញុំអត់ដាក់ស្ករសទេនៅពេលដែលឆាអង្គធ្វើនំអន្សមជ្រូកចាបងប្អូនអន្សមចេកនេះខ្ញុំដាក់ស្ករឆាជាមួយនឹងខ្ទិះដូងហើយនឹងអង្គចាដោយឡែកអន្សមជ្រូកយើងអត់ត្រូវការរសជាតិផ្អែមទេអង្គចាគឺរសជាតិបែបប្រៃអញ្ចឹងណាចាបងប្អូននេះខ្ញុំឆាឲ្យវាមើលតាមមកស្ងួតខ្ទិះដូងយើងហ្នឹងគឺបានហើយចាហើយយើងដាក់ស្កាដូងកាអីអញ្ចឹងមកគឺបានហើយទុកឲ្យត្រជាក់សឹមយើងវិចចាចាំយើងចាប់ផ្ដើមវិចអន្សមរបស់យើងចាបងប្អូនអង្គពេលយើងឆាជាមួយខ្ទិះដូងឈ្ងុយបងប្អូនហើយយើងយកអង្គសម្រាប់យើងឆាមកកង់ទៅពេលយើងស្ងោរយើងអត់ទៅណាពេលយូរដូចកឆៅបងប្អូនតែបើគាត់ជើងចាស់ជំនាញការធ្វើអន្សមអញ្ចឹងទៅគឺគេវិចកឆៅចាតែខ្ញុំគឺអត់ជំនាញទេបងប្អូនអើយមើលវិចមើលកើតមិនកើតទេចាហើយនេះខ្ញុំក៏សូមបញ្ជាក់ផងដែរថានេះគឺជាលើកទី1ក្នុងការវិចអន្សមរបស់នេះខ្ញុំចាហើយកន្លងមកគឺដូចនេះខ្ញុំបានជម្រាបអញ្ចឹងហើយបងប្អូនក៏ធ្លាប់បានឃើញវីដេអូបើសិនជាបងប្អូនជា fan របស់នេះខ្ញុំចានេះខ្ញុំធ្លាប់វិចដែរប៉ុន្តែវិចជាមួយនឹង
អ៊ំឬមួយក៏បងមិត្តភ័ក្ដិអីចឹងណាបងប្អូនចាអត់បានធ្វើដោយចាត់ចែងតែម្នាក់ឯងចឹងទេចាហើយថ្ងៃនេះផងដែរនេះខ្ញុំក៏បានចង់សាក់លបងធ្វើអន្សមចាតើមានយើងជួបប្រទេសអីចឹងដែរចាបងប្អូនចាការវិញសមរបស់ខ្ញុំគឺទទួលបានជោគជ័យចាក៏មានការសប្បាយចិត្តចាហើយនេះដល់វគ្គជូតស្លឹកចេកបងប្អូនបន្ទាប់ពី50ថ្ងៃហើយនេះខ្ញុំយកមកជូតម្សាទៀតចាក្នុងការវិញសមសម្រាប់បទពិសោធន៍នេះខ្ញុំគឺចំណាយពេលច្រើនទៅលើស្លឹកចេកតែម្ដងបងប្អូនលាងឲ្យយកទៅ50ថ្ងៃហើយយកមកជូតឲ្យកាត់យើងកាត់វាឲ្យស្រួលហើយយើងរៀបស្លឹកចឹងណាបងប្អូនក្នុងការរៀបស្លឹកវិចចឹងនេះខ្ញុំរៀបយើងរៀបវាបច្ចាស់បដោយបងប្អូនចានេះដូចនេះខ្ញុំនេះចឹងបច្ចាស់បដោយហើយសម្រាប់ទំហំសមនេះខ្ញុំក៏អត់បានវិចធំដែរចាដោយថាបើយើងវិចធំយើងត្រូវចំណាយពេលស្ងោររៀងយូរអញ្ចឹងនេះខ្ញុំវិចតែប៉ុណ្ណឹងប៉ុនកជើងអីបងប្អូនចាហើយនេះបងប្អូនយើងដាក់អង្គវាឲ្យស្មើអញ្ចឹងទៅចាហើយដាក់សណ្ដែកបន្ទាប់មកយើងដាក់ស្នូលសាច់របស់យើងចាហើយយើងរោយសណ្ដែកម្តងទៀតចាយើងវិចចាហើយសម្រាប់ការវិចកោសឆ្កងអីចាសម្រាប់បងប្អូនដែលមានបទពិសោធន៍ចាសូមខន្តីអភ័យទោសផងដែរចាគេរោមមានការឆ្កងអីអញ្ចឹងណាបងប្អូនចានេះយើងលើកទី1ចាលើកទី1យើងវិចបានប៉ុណ្ណឹងក៏មានអារម្មណ៍ថាសប្បាយចិត្តផងដែរបងប្អូនដែលចេះវិចសមនៅខ្លួនឯងហើយក៏ជានំដែលជាអត្តសញ្ញាណរបស់ខ្មែរយើងផងដែរអញ្ចឹងណាចាហើយតាមពិតទៅការវិចសមដូចជាអត់មានអីពិបាកទេបងប្អូនចាគ្រាន់តែវារៀងចំណាយពេលយូរក្នុងការត្រាំអង្គយើងclean ស្លឹកចេកអីចឹងចាហើយសម្រាប់ស្លឹកចេកនៅប្រទេសអូស្ត្រាលីនេះគឺគេមានលក់បងប្អូនហើយការនាំចូលហ្នឹងក៏មិនជាប្រទេសយើងដែរបងប្អូនអើយស្ដាយមែនតើចាគឺប្រទេសជិតខាងប្រទេសផ្ទះលេខ2ចាហើយស្លឹកចេកហ្នឹងគេលក់1គីឡូហ្នឹង$6 $7បងប្អូនចានេះគឺជាការកាច់ស្លឹកកាច់ក្បាលបងប្អូននេះខ្ញុំវិញសមក្បាល3ហើយចងកស៊ូចឹងមកបងប្អូនចាហើយបុកវាឲ្យណែននេះបងប្អូនបុកវាឲ្យណែនក៏យើងទៅកុំឲ្យយើងស្ងោរទៅផុលហើយការកាច់ក្បាលហ្នឹងក៏អត់មានអីពិបាកដែរចាបងប្អូនពិបាកលើកដំបូងចាតែយើងវិចយូរទៅវាលែងជាអីទេចាសំខាន់គឺបទពិសោធន៍បងប្អូននេះវិចឲ្យបុកឲ្យយើងគោះវាស្មើទៅមើលតែកតុយរៀងវែងយើងអាចកាត់ថែមថយចាហើយសម្រាប់ការកាច់ក្បាលចាបងប្អូនយកមេដៃចាមេដៃទាំងសងខាងហ្នឹងចុចមួយសកត់មួយចាបងប្អូនអាចនេះខ្ញុំក៏អត់ជាអ្នកជំនាញដែរបងប្អូនចានេះគឺជាគ្រាន់តែថានេះខ្ញុំចែករំលែកចាបទពិសោធន៍នេះខ្ញុំបានវិចប៉ុណ្ណឹងណាចាអត់មានបទពិសោធន៍ឃ្លាវខ្លាអីនោះទេចាបានមកវិចហូបជុំសម្រាប់ក្នុងក្រុមគ្រួសារតែប៉ុណ្ណឹងចានេះបងប្អូនដាក់សាច់ប៉ុណ្ណឹងទៅយើងចង់បានស្នូប៉ុណ្ណាអីប៉ុណ្ណានិយាយរួមទៅយើងធ្វើខ្លួនឯងយើងកំណត់បានចាយើងចង់បានស្នូតិចម្សៅអង្គច្រើនចាអង្គតិចស្នូធំអីស៊ីសងលើយើងចាបងប្អូនចាហើយសម្រាប់ការនឹងខ្ញុំមូនឹងដូចយើងឆ្កងដែរបងប្អូនចាហើយយើងមូធ្វើម៉េចឲ្យវាតឹងចាហើយយើងអ្នកដាក់កស៊ូមកចងកស៊ូយកកស៊ូកដាលមកបងប្អូនចាចងស៊ូកដាលមកយើងបាច់ចាំខ្សែរឿងយូរនេះបងប្អូននេះខ្ញុំបង្ហាញផ្កាបត់ក្បាលយើងច្រើនតិចដើម្បីឲ្យបងប្អូនងាយស្រួលចាបងប្អូនយើងកាច់ក្បាលកាច់អីចឹងមកក្នុងការកាច់ក្បាលគឺសំខាន់ណាស់អន្សមបងប្អូនបើយើងកាច់ក្បាលអត់ចិត្តអត់អីទេចានៅពេលយើងដាក់ស្ងោរព្រោះយើងដាក់ទឹកស្ងោរបងប្អូនអញ្ចឹងវាអាចចូលទឹកអន្សមរបស់យើងចូលទឹកកនដែរពេញឆ្នាំងតែម្ដងចានេះបងប្អូនក្នុងការរៀបស្លឹករបស់យើងបញ្ជាក់ម្ដងទៀតគឺខ្ញុំដាក់បច្ចាស់បដោយអញ្ចឹងណាចាយកតែពីស្លឹកទេចាយើងមើលទៅតាមស្លឹកចេករបស់យើងណាបើស្លឹកចេកប៉ះអីច្រើនយើងដាក់2 3ចាវិញសមចេកក៏អញ្ចឹងដែរការរៀបស្លឹកដូចគ្នាចាសម្រាប់ចេកនេះខ្ញុំពុំជា2ដោយសារចេកធំណាចឹងខ្ញុំវិចមកល្មមនិយាយរួមទៅយើងធ្វើខ្លួនឯងបងប្អូនយើងក៏អត់បានអញ្ចឹងណាចាហើយចេកនេះខ្ញុំច្របាច់ជាមួយនឹងស្ករចាដើម្បីឲ្យក្រហមល្អនៅពេលយើងស្ងោរចានេះក៏ជាតិចមួយដែលចាស់ពីដើមគាត់ចំណាំតែធ្វើអញ្ចឹងបងប្អូនគឺយើងប្រឡាក់ស្ករសយើងយើងច្របាច់តិចទៅនៅពេលយើងស្ងោរគឺចេកយើងក្រហមល្អចាឥឡូវនេះដល់វគ្គចងម្ដងបងប្អូនចងយើងចងធ្វើមិនឲ្យតឹងណាបងប្អូនតឹងតែម្ដងតឹងផ្អឹសតែម្ដងហើយសំខាន់បំផុតគឺក្បាលហើយនឹងកតុយចាពួកឯកន្លែងហ្នឹងគឺជាកន្លែងមុខលំណចាដែលងាយក្នុងការធ្លាយចេញអង្គអញ្ចឹងយើងចងមកតឹងដៃបងប្អូននេះខ្ញុំពេលខ្លះនេះខ្ញុំទាញឡើងដាច់ខ្សែដែរម្ដងចាហើយយ៉ានេះខ្ញុំចងបែបហ្នឹងរបៀបចងនេះខ្ញុំគឺបែបហ្នឹងចាហើយបងប្អូនមានរបៀបអីសម្រាប់បងប្អូនចាគឺអាចធ្វើបានចានិយាយរួមទៅចងយ៉ាងម៉េចក៏បានដែរធ្វើម៉េចឲ្យតែតឹងឲ្យណែនណាកុំឲ្យវាធ្លាយចេញទៅពេលយើងស្ងោរព្រោះយើងដាក់ទឹកមកលិចលងបងប្អូនចានាងបងប្អូននេះខ្ញុំចងបែបនេះចា
និយាយរួមទៅបើសិនជាចងបែបណាស្រួលសម្រាប់បងប្អូនចាបងប្អូនយកជំរឿបងប្អូនទៅចាពេលយើងចងនេះគឺយើងយកកស៊ូយកអីចេញនេះសំចេកនេះខ្ញុំអត់ចងតឹងទេចងមកល្មមតែសឹងទៅថាមិនបាច់ចងបងប្អូនកាច់ក្បាលឲ្យទៅចិត្តចឹងណាចាឲ្យមុននឹងស្ងោរគឺនេះខ្ញុំដាំទឹកឲ្យពុះចានិយាយរួមទៅមកឡើងសឹងណាល្មមចាឲ្យបងចូលហើយនេះខ្ញុំចងខ្សែសមចាសមប្រអប់គ្នាចឹងទៅស្រួលពេលយើងស្រង់បងប្អូនចាបើយើងដាក់មួយយើងស្រង់យូរមួយចាចឹងខ្ញុំចង1 2 3អញ្ចឹងទៅខ្សែកតុយហ្នឹងឲ្យត្រប់ជាមួយនឹងស្លឹកចេកចាខ្ញុំថតស្លឹកចេកបន្តិចមកដើម្បីឲ្យវាដែកចាឲ្យវាចុះក្រោមហើយសំចេកនេះខ្ញុំស្ងោរពីលើអូនេះខ្ញុំសូមបញ្ជាក់ផងដែរថានេះខ្ញុំវិចនេះចំនួនអង្ករនេះគឺ5កំប៉ុងបងប្អូនចាវាលើស1គីឡូចានេះខ្ញុំបានសមចំនួនប៉ុណ្ណឹងចាក៏ចំនួន5កំប៉ុងចាបើ1គីឡូតែ4កំប៉ុងនេះចានេះខ្ញុំដាក់5កំប៉ុងចាហើយខ្ញុំចំណាយរយៈពេលស្ងោរហ្នឹងគឺមិនសមជុកនេះខ្ញុំស្ងោរ2ម៉ោងចាហើយសមចេកចំហុយនេះខ្ញុំស្ងោរតែ1ម៉ោងទេចាហើយបងប្អូនឡើងឯងប្រែផងសមជុកយើងហ្នឹងចាយកអាប្រែចុះឡើងមកណាចាអាក្រោមឡើងលើចុះទៅក្រោមវិញអញ្ចឹងឲ្យវាស្មើសពសាច់ល្អបងប្អូនសមចេកចំហុយឆ្អិននេះបងប្អូន1ម៉ោងសមចេកសមជុកនៅបន្ត1ម៉ោងទៀតប៉ុន្តែយើងប្រែដែរបងប្អូនចាគិតសັບទៅនឹងកាវៃពីកុមារភាពបងប្អូនចាដល់ខែប្រជុំបញ្ចូលអញ្ចឹងទៅស្រុកអញ្ចឹងចាំចង់ឃើញគេវិចនំចាទៅគេចាំគេវិចនំមានបានទៅមើលអីបងប្អូនគេវិចតាំងម៉ោង2ម៉ោង3យប់ព្រឹកឡើងគេស្ងោរតែម្ដងនេះបងប្អូនបន្ទាប់ពីសមរបស់នេះខ្ញុំឆ្អិនហើយនេះខ្ញុំយកមកលាងទឹកចេញដើម្បីវាស្អាតចាពេលយើងស្ងោរហ្នឹងគឺវាចេញមានខ្លាញ់មានអីខ្លះអញ្ចឹងណាបងប្អូនវាចេញខ្លាញ់ចេញអីខ្លះអញ្ចឹងទៅយើងដើម្បីយើងឲ្យស្អាតសមយើងគឺយើងត្រូវលាងទឹកវាឲ្យស្អាតហើយដើម្បីទុកបានយូរបងប្អូនបើយើងលាងសមយើងស្អាតយើងទុកឲ្យបានយូរចាហើយក្នុងកាប់លាងហើយអញ្ចឹងហើយខ្ញុំបញ្ឈរវាទុកចាបញ្ឈរដើម្បីឲ្យវាស្រក់ទឹកចុះមកក្រោមចាអត់ដាក់ប្រដេកទេចាលាងចំនួនតែ1ទឹក2ទឹកអីបានទេបងប្អូនចាឲ្យតែវាជ្រះខ្លាញ់អីផ្សេងពីយើងស្ងោរនឹងឯងរួចរាល់ហើយឥឡូវសមរបស់នេះខ្ញុំចំណាយពេលស្ងោរ2ម៉ោងចាចាំហើយសមយើងលាងទឹកដើម្បីឲ្យវាទុកបានយូរហើយបញ្ឈរវាចឹងមកវាស្រក់ទឹក ចាឥឡូវបន្ទាប់ពីចំណាយរយៈពេល1ថ្ងៃពេញបងប្អូនចាឥឡូវដល់វាភ្លក់អន្សមហើយអូអន្សមមកពេលយើងភ្លក់ក្តៅស្ងោរឆ្អិនចឹងនិយាយទៅពីឆ្ងាញ់ម៉េះបងប្អូនចាយើងធ្លាប់តែទិញគេនៅផ្សារឡើងទៅជាក់ល្អកយកមកក្តៅអីដាក់មីក្រូវ៉េវប៉ុន្តែនេះយើងស្ងោរឆ្អិនហើយក្តៅហុយអូយឆ្ងាញ់ជាតិណាបងប្អូនអើយញ៉ាំសមហើយនឹកឃើញនៅស្រុកកណ្ដោតរបស់យើងចាកាលនេះខ្ញុំនៅពីក្មេងចឹងណាចាមិនសមអីគឺមិនចាំវិចមិនចាំទិញទេបងប្អូនទៅស្រុកអីចឹងចាគឺគេឲ្យមកផ្ទះ2មកផ្ទះ3មកផ្ទះ2មកផ្ទះ3សោះយកកន្ត្រកដាក់ឲ្យពេលខ្លះឆ្នាំខ្លះសម្បូរពេកដាក់សិតទៅបាវមកផ្ទះវិញបងប្អូនទៅស្រុកណតខាងប៉ាអញ្ចឹងណាចាតែឥឡូវហ្នឹងដូចអត់សូវសម្បូរសមទេបងប្អូនសានសមទិញគេដែរតែឥឡូវរួចរាល់ហើយបងប្អូន Gen Z ទាំងអស់គ្នាសាកល្បងវិញសមដែលជានំអត្តសញ្ញាណរបស់ខ្មែរយើងទាំងអស់គ្នាមើលតោះបងប្អូនខ្ញុំជឿថាបងប្អូនពិតជាធ្វើបានចាសូមប្រកាសថាការធ្វើសមលើកទី1របស់ខ្ញុំទទួលបានជោគជ័យចាបងប្អូនដែលមិនធ្លាប់សាកធ្វើអាចសាកធ្វើបានណាចាឥឡូវវីដេអូរបស់នេះខ្ញុំក៏ឈានចូលដល់ទីបញ្ចប់អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលាបាយបាយ